ការមរណភាពលោកអាត់ស៊ូហ៊ីតូណាកាតាជនជាតិជប៉ុនបុគ្គលិកអ៊ុនតាក់នៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំថ្ងៃទី8ខែមេសាឆ្នាំ1993លោកអាត់ស៊ូហ៊ីតូណាកាតាកើតនៅថ្ងៃទី10ខែមករាឆ្នាំ1968មកដល់ឆ្នាំ1993នេះលោកអាត់ស៊ូមានអាយុ25ឆ្នាំជានិស្សិតសាលានីតិហ៊ាននៅប្រទេសជប៉ុនហើយគាត់មកបម្រើការងារអ៊ុនតាក់ដោយស្ម័គ្រចិត្តដោយមនុស្សធម៌មិនទទួលយកប្រាក់បៀវត្សពីអ៊ុនតាក់ទេអ៊ុនតាក់មកពីពាក្យពេញជាភាសាអង់គ្លេសថា United Nations Transitional Authority in Cambodia ជាភាសាខ្មែរថាអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាគឺក្រោយពីមានកិច្ចព្រមព្រៀងហត្ថលេខីរវាងភាគីខ្មែរនិង18ប្រទេសពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិនៅទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991ប្រមុខអ៊ុនតាក់ឈ្មោះលោកអាកាស៊ីយ៉ាកាស៊ីជនជាតិជប៉ុនអ៊ុនតាក់មានទាហាន 18000 នាក់ស៊ីវិល 8000 នាក់មកពី22ប្រទេសទាហានអ៊ុនតាក់ក្រោមបញ្ជាការដោយជនជាតិអូស្ត្រាលីឈ្មោះឧត្តមសេនីយ៍សង់ដសុនមានទឹកប្រាក់$3000 លានក្រោយពីចប់បេសកកម្មអ៊ុនតាក់នៅឆ្នាំ1993អ៊ុនតាក់ចាយអស់ត្រឹមតែ$2500 លានតែប៉ុណ្ណោះបេសកកម្មអ៊ុនតាក់មានភារកិច្ច4យ៉ាងគឺទី1ដកអាវុធពីកងទ័ពប្រឈមមុខទី2បញ្ចូលរដ្ឋអំណាចទាំងសងខាងឲ្យរួមគ្នាទី3រៀបចំការបោះឆ្នោតជាតិដោយសេរីទី4នាំជនភៀសខ្លួនខ្មែរប្រហែល450,000 នាក់ធ្វើមាតុភូមិនិវត្តន៍ពេលមកដល់ក្រុងកំពង់ធំដំបូងក្នុងខែសីហាឆ្នាំ1992ក្រោមដំណក់ទឹកភ្លៀងតិចលោកអាត់ស៊ូមូជើងខោយួរស្បែកជើងផ្ទាត់ជាមួយនារីម្នាក់ជនជាតិអឺរ៉ុបដើរមកការិយាល័យប៉ូលីសអ៊ុនតាក់ក្នុងក្រុងកំពង់ធំនៅ100ម៉ែត្រខាងកើតបេនឡានតាមផ្លូវទៅភូមិពោធិ៍បាកកវេលាម៉ោង5ល្ងាចនៅខែកញ្ញាឆ្នាំ1992គាត់ត្រូវបានចាត់តាំងឲ្យទៅប្រចាំការនៅស្រុកប្រាសាទសម្បូរផ្នែកខាងគណៈកម្មការបោះឆ្នោតដែលតែងតែបើកឡានអ៊ុនតាក់ទៅមកកំពង់ធំប្រាសាទសម្បូរកំពង់ធំប្រាសាទសម្បូរតាមដងផ្លូវកាត់តាមបរិវេណក្រុមប្រាសាទព្រៃគុកនិងព្រៃរបស់ផងនៅថ្ងៃទី8ខែមេសាឆ្នាំ1993វេលាម៉ោង 7:30 នាទីលោកអាត់ស៊ូគាត់ចេញដំណើរមកអូស្កូជាការិយាល័យធំរបស់អ៊ុនតាក់នៅភូមិក្រចាប់ខាងជើងក្រុងកំពង់ធំប្រហែល5គីឡូម៉ែត្រជាមួយអ្នកបកប្រែរបស់គាត់ម្នាក់ឈ្មោះភៀបដែលជាអតីតជនភៀសខ្លួនទៅប្រទេសម៉ាឡេស៊ីឆ្នាំ1979-92អ្នកបកប្រែប៉ូលីសអ៊ុនតាក់ម្នាក់ប្រចាំការនៅសាលាវិស័យស្រុកប្រាសាទបលាំងឈ្មោះប៉ែនបានប្រាប់ថានៅវេលាម៉ោង 7:40 នាទីព្រឹកនោះគាត់ឮសូរនិយាយតាមវិទ្យុតាក់ទងដែលចូលមកវិទ្យុតាក់ទងរបស់ប៉ូលីសអ៊ុនតាក់នៅសាលាវិស័យដែលគេទុកបញ្ចូលនៅការិយាល័យអូស្កូថាជួយផងខ្មែរក្រហមបាញ់ហើយបន្តិចមកក៏ឮដំណឹងថានៅពេលលោកអាត់ស៊ូបើកឡានមកដល់ត្រង់ចំណុចកើតហេតុគឺនៅលើផ្លូវលំដែលដាច់រៀបស្មើដល់កម្រិតដីធម្មតាជាដីខ្សាច់ក្នុងវាលរបស់ខាងលិចប្រាសាទសម្បូរព្រៃគុកប្រហែល2គីឡូម៉ែត្រឡានបើកក្នុងល្បឿនប្រហែល40គីឡូម៉ែត្រក្នុង1ម៉ោងក៏ស្រាប់តែឃើញទាហានម្នាក់ឈរលើផ្លូវចម្ងាយ50ម៉ែត្រពីមុខឡានលើកកាំភ្លើងតម្រង់បាញ់មករកឡានក៏ត្រូវអ្នកបកប្រែចំចំហៀងដើមទ្រូងឈាមហូរខ្លាំងលោកអាត់ស៊ូឃើញដូចនេះក៏ចុះពីឡានទៅក្រាបពួនលើដីក្រោមទ្រុងឡានខាងក្រោយនៃឡានពិកអាប់ទាហាននោះក៏ដើរចូលមករកឡានភាពអ្នកបកប្រែធ្វើជាស្លាប់ដល់ទាហាននោះឃើញដូចនេះក៏រកមើលលោកអាត់ស៊ូឃើញក្រាបពួនក្រោមឡាន
ក៏បាញ់គាត់ផាំងស្លាប់នៅទីនោះទៅហើយទាហាននោះក៏គេចចូលព្រៃបាត់ទៅបន្តិចភាពក៏ទាញយកវិទ្យុតាក់ទង Motorola ហៅទៅអូស្កូនៅកំពង់ធំឲ្យមកជួយផងព្រោះខ្មែរក្រហមបាញ់ហើយពេលហេតុការណ៍នោះកើតឡើងមានលោកយាយម្នាក់កំពុងជីកដំឡូងជ្រូកនៅក្នុងព្រៃក្បែរនោះបានឃើញហេតុការណ៍នេះលឺដំណឹងនេះភ្លាមទាហានអ៊ុនតាក់ឥណ្ឌូនេស៊ីប្រចាំការនៅខេត្តកំពង់ធំមួយកងបានចេញទៅឡោមព័ទ្ធចូលទៅយកអ្នករបួសនិងសាកសពមកមន្ទីរពេទ្យខេត្តកំពង់ធំលោកភៀបអ្នកបកប្រែក៏ស្លាប់នៅទីនោះទៅបន្ទាប់មកអង្គការ World Vision ដែលនៅធ្វើការអភិវឌ្ឍជនបទក្នុងស្រុកប្រាសាទសម្បូរក៏ដាក់សំណើទៅអាជ្ញាធរខេត្តសូមបង្កើតទីកន្លែងលោកអាត់ស៊ូស្លាប់នេះជាភូមិមួយដាក់ឈ្មោះថាភូមិអាត់ស៊ូរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកស្រុកនៅភូមិជិតឆ្ងាយក៏សុំចូលមករស់នៅក្នុងភូមិអាត់ស៊ូនេះហូរហែមកប្រហែលក្នុងចុងឆ្នាំ1994មេដាបៃតាលោកអាត់ស៊ូនៅប្រទេសជប៉ុនក៏ជួលវិស្វករម្នាក់ឈ្មោះម៉ៅមកពីភ្នំពេញមកសាងសង់ផ្ទះមួយសម្រាប់មកសំណាក់ម្ដងអស់ទឹកប្រាក់$30,000និងសាងសង់ផ្លូវដើរតូច2ខ្សែនៅសងខាងផ្លូវលំនោះសម្រាប់ឲ្យសិស្សដើរមករៀនមានសុវត្ថិភាពនិងជួយសាងសង់សាលារៀនចំណេះទូទៅបឋមសិក្សានិងអនុវិទ្យាល័យចំនួន3ខ្នងត្រូវជា12បន្ទប់និងមានដាក់រូបថតលោកអាត់ស៊ូតូចមួយនៅសួនច្បារខាងមុខសាលារៀននោះហើយស្ថានទូតជប៉ុនក៏បានមកសម្ពោធសាលារៀននោះដែរលោកអាត់ស៊ូហ៊ីតូណាកាតាជំនាញជប៉ុនបុគ្គលិកអ៊ុនតាក់នៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំថ្ងៃទី8ខែមេសាឆ្នាំ1993បើយើងធ្វើដំណើរទៅភូមិអាត់ស៊ូគឺយើងចេញពីក្រុងកំពង់ធំទៅតាមផ្លូវជាតិលេខ62ហើយយើងឃើញមានផ្លូវបត់ស្ដាំមួយដែលមានដាក់ថារមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកយើងបត់តាមផ្លូវនេះរហូតយើងនឹងឃើញភូមិឃុំនៅតាមដងផ្លូវនេះជាហូរហែនេះគឺជាសាលាឃុំហើយផុតសាលាឃុំនេះទៅមានផ្លូវកោងមួយជាកន្លែងដែលអ៊ុនតាក់ឡានអ៊ុនតាក់ប៉ូលីសអ៊ុនតាក់បានក្លាប់នៅកាលនោះឡានប៉ូលីសអ៊ុនតាក់ក្លាប់នៅទីនោះការចំណុចអ៊ុនតាក់ហើយយើងធ្វើដំណើរមកមុខទៀតយើងនឹងឃើញភូមិមួយដាក់ផ្លាកថាភូមិអាត់ស៊ូនេះឯងគឺជាភូមិអាត់ស៊ូដែលជាភូមិទៅកើតថ្មីបាទហើយនៅខាងមុខនេះត្រង់កន្លែងមានបកគោដែកគឺជាកន្លែងដែលអាត់ស៊ូស្លាប់បាទនេះគឺជាផ្ទះលោកអាត់ស៊ូម្ដាយឪពុកម្ដាយលោកអាត់ស៊ូគាត់សាងសង់ហើយនៅពីមុខផ្ទះនេះគឺមានផ្ទាំងផ្លាកដាក់មានដងកោងមកតំណាងឲ្យមនុស្សស្លាប់